ហើយគឺដឹងតែចូលចិត្តហ្មងគ្រឿងផ្សំដំបូងគឺខ្ញុំមានជាសាច់គោអានេះមានចំនួនតែ2ខាំទេបន្ទាប់មកយើងប្រឡាក់ប្រេងខ្យងបន្តិចម្សៅស៊ុបបន្តិចជាមួយនឹងស្ករបន្តិចសាច់គោនេះវារាងស្ដើងដែរអញ្ចឹងណាប្រហែលជាខ្ទង់មួយថ្នាំងដៃអីហ្នឹងប៉ុន្តែបើសិនជាវារាងក្រាស់គឺយើងត្រូវផ្លះវាជា2អីអញ្ចឹងទៅយើងប្រឡាក់សាច់គោប្រហែលជាខ្ទង់2-3នាទីផ្អាប់វាចោលប្រហែលជា5នាទីទៅ10នាទីអីសិនទៅចាំយកមកចៀនសម្រាប់ការចៀនបើសិនជាបងប្អូនមានប៊ឺចៀនឲ្យប្រើប៊ឺអញ្ចឹងមកប៉ុន្តែបើអត់មានទេចៀនឲ្យប្រើប្រេងឆាធម្មតាក៏បានដែរហើយសម្រាប់ការចៀននេះគឺបើកភ្លើងឲ្យក្តៅខ្លាំងហើយមួយចាហៀងនេះចៀនប្រហែលជាខ្ទង់30វិនាទីឬក៏លើសនឹងបន្តិចតួចអីទៅនិយាយទៅយើងចៀនយកតែឆ្អិនខាងក្រៅទេប៉ុន្តែខាងក្នុងគឺវានៅឆៅហើយគ្រឿងបន្ទាប់មកទៀតយើងមានជាប្រហុក 4-5 កន្ទុយលាងទឹកលាងឲ្យស្អាតច្រាំឲ្យម៉ត់មកគល់ស្លឹកគ្រៃគឺខ្ញុំដាក់តែមួយគល់ទេបងប្អូនហាន់ជាប្រទះរាងស្ដើងរំដេងម្ដុំប្រហែលជាប៉ុនមេដៃចិត្តសបកចិត្តអីហាន់ជាប្រទះស្ដើងដូចគ្នាស្លឹកក្រូចសើចប្រើ 5-6 ស្លឹកអានេះហាន់ឲ្យបានល្អិតមែនតើហើយសម្រាប់ម្ទេសវិញគឺខ្ញុំប្រើម្ទេសម្លាយលាយជាមួយនឹងម្ទេសដៃនាងប៉ុន្តែបើសិនជាបងប្អូនចង់ប្រើតែម្ទេសដៃនាងសុទ្ធហ្មងក៏បានដែរដំបូងគេនឹងគឺយើងបុករំដេងជាមួយនឹងខ្ទឹមសឲ្យម៉ត់មុនគេបងប្អូនហើយចាំដាក់ម្ទេសចូលម្ទេសនេះដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេយើងបុកម្ទេសឲ្យម៉ត់សិនបាទខ្ញុំដាក់គល់ស្លឹកគ្រៃជាមួយនឹងស្លឹកក្រូចសើចពីមុខនេះយើងគ្រាន់តែញុំឲ្យបែកតិចបានហើយមិនបាច់ឲ្យម៉ត់ខ្លាំងពេកទេសម្រាប់ស្តៅគួរគឺខ្ញុំអត់ដាក់ច្រើនមែនទេបងប្អូននិយាយទៅដាក់រៀងតិចមកល្មមប៉ុន្តែបើសិនជាបងប្អូនចង់ដាក់ច្រើនជាងនឹងក៏បានស្តៅគួរខ្ញុំបុកយករៀងម៉ត់មកល្មមដែរហើយចាំយើងដាក់ប្រហុកចូលទឹកត្រីខ្ញុំដាក់តែកន្លះស្លាបព្រាបាយទេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករស2ស្លាបព្រាកាហ្វេហើយខ្ញុំច្របាច់ក្រូចឆ្មាចូលមួយផ្លែសិនដាក់គ្រឿងក្រើចូលហើយយើងកូរច្បល់យករ៉ែមកបុកឲ្យវាម៉ត់បន្តិចមកណាបងប្អូនព្រោះអីប្រហុកគឺវានៅរាងដុំអញ្ចឹងហើយតោះតែយើងបុកបន្តិចទៅដើម្បីវាចូលជាតិជាមួយគ្រឿងបានសព្វល្អហើយសម្រាប់អានេះហើយយើងមិនបាច់ចាំដាក់សាច់គោចូលក៏ញ៉ាំបានដែរបងប្អូននិយាយទៅដាក់តែប៉ុណ្្នឹងទៅក៏ញ៉ាំបានវាស្រដៀងប្រហុកឆៅប៉ុន្តែវាអត់ដូចទេបងប្អូនវារាងញ៉ាំទៅស្រដៀងភ្លាអញ្ចឹងណាដោយសារតែយើងប្រើគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចវារាងមានក្លិនឈ្ងុយក្នុងនឹងហើយសម្រាប់សាច់គោនេះខ្ញុំទុកប្រហែលជាខ្ទង់10ទៅ15នាទីឲ្យត្រជាក់សិនបានយកមកហាន់ព្រោះអីអានេះបើសិនជាហាន់ទាំងក្តៅវាហៀឈាមចេញអញ្ចឹងណាហើយសាច់គោដោយខ្ញុំបានបញ្ជាក់បងប្អូនពីដំបូងអញ្ចឹងអានេះគឺខ្ញុំអត់យកឆ្អិនហ្មងទេអានេះគឺវាឆ្អិនតែខាងក្រៅទេប៉ុន្តែពេលដែលយើងហាន់ខាងក្នុងទៅគឺវានៅក្រហមហើយសម្រាប់បុកសាច់គោនឹងបងប្អូនខ្លះទៀតគឺគាត់ដាក់សាច់គោឆៅប៉ុន្តែខ្ញុំគឺអត់ទេយកទៅចៀនឲ្យឆ្អិនមកល្មមសិនបានខ្ញុំយកមកធ្វើហើយចុងក្រោយគេនឹងគឺយើងគ្រាន់តែដាក់ជីមកហើយសម្រាប់ជីវាត្រូវជាមួយជីអង្កាមជីថ្ពាល់ត្រីឬក៏ជីរណាអញ្ចឹងទៅអានេះបើសិនជាដាក់ជីគ្រប់មុខគឺអត់សូវត្រូវមែនទេសម្រាប់រសជាតិវិញបងប្អូនអាចថែមថយបានទេចូលចិត្តមិនដាក់អញ្ចឹងមកប៉ុន្តែសម្រាប់ខ្ញុំគឺយករៀងដិតបន្តិចគឺជូរប្រៃហើយនឹងហឹរសម្រាប់បុកសាច់គោស្តៅគោមួយមុខនេះដែរយើងញ៉ាំទៅវាស្រដៀងភ្លាបងប្អូនដោយសារតែយើងប្រើគ្រឿងភ្លាក្នុង